Cầm Cầm bông thông Cầm bông cái đây Tay cầm bông thông cái đây Cầm cái đây cầm bông cái đây ám bông Cầm bông cái đây ám bông cầm bông cái đây cam bông cả nè đâu này đâu này đâu này nhầm ai vậy Bạn lại nhầm ơi, tôi nói cái mình lại nhầm ơi Pung vào đấy, kenapa nó pung vào đấy còn hộp nữa này Bói bức chung nó xem phi đúng nó ra cái sông càng ngày giờ đi Hello, SP Blogger Với tay tu sập Anak Hello ngành hơi gì thang lên một thang có để cùng Ada bài Ada sekrol bạn chúng đẹp số prey mật SB Blogger ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានចងក្រងកម្រងវីដេអូខ្លីថ្មីមួយដែលនឹងនិយាយអំពីឯកសារខ្លះៗពាក់ព័ន្ធនឹងស្ពានបុរាណរបស់ប្រទេសកម្ពុជាយើងហើយស្ពាននេះមានអាយុកាលប្រមាណជិត 1000 ឆ្នាំក៏ប៉ុន្តែស្ពានបុរាណដ៏ចំណាស់មួយនេះនៅតែមានសភាពស្រស់ស្អាតនិងរឹងមាំអាចឲ្យប្រជាជនកម្ពុជាប្រើប្រាស់សម្រាប់ជាមធ្យោបាយក្នុងការធ្វើដំណើរជាប្រចាំស្ពានកំពង់ក្ដីគឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6 ជាទូទៅស្ពាននេះអ្នកខ្លះហៅថាស្ពានកំពង់ក្ដីតែអ្នកខ្លះទៀតហៅថាស្ពាននាគប៉ុន្តែតាមរយៈការកត់សូរពីឈ្មោះជាភាសាខ្មែរមុខជាសំនៀងអក្សរឡាតាំងដោយអ្នកស្រាវជ្រាវជនជាតិបារាំងលោក Angel Aymonye នាឆ្នាំ 1900 បានឲ្យដឹងអំពីឈ្មោះផ្សេងៗទៀតដូចជាស្ពានព្រះទិសនិងស្ពានប្រាប់ទិសស្ពានប្រាប់ទិសមានទីតាំងនៅខាងលិចជាងខាងជើងផ្សារកំពង់ក្ដីប្រហែល50ម៉ែត្រក្នុងក្រុងកំពង់ក្ដីស្រុកជីក្រែងខេត្តសៀមរាបបើយោងតាមការបញ្ជាក់បន្ថែមរបស់សារព័ត៌មានអំពីស្ពាននេះដោយសំអាងទៅលើការពិចារណាតាមវិធីភាសាសាស្ត្រស្ពានបុរាណនេះគូមានឈ្មោះថាព្រះទិសដែលមានន័យថាទិសធំទិសបូរ
ឬទិសខាងកើតលើសពីនេះទៀតព្រះទិសអាចហៅម្យ៉ាងទៀតថាបុព្វទិសហើយបើយោងលើឈ្មោះអារាមចាស់មួយដែលស្ថិតនៅប៉ែកអាគ្នេយ៍ពីស្ពាននេះប្រហែល500ម៉ែត្រក៏មានឈ្មោះថាព្រះទិសដែរតែបច្ចុប្បន្នអារាមនេះក៏បានប្ដូរឈ្មោះថាវត្តបុព្វទិសសារាមស្ពានប្រាប់ទិសកំពង់ក្ដីជាស្ពានបុរាណដែលវែងជាងគេនៅប្រទេសកម្ពុជាក្នុងសម័យអង្គរវាត្រូវបានកសាងឡើងក្នុងសតវត្សទី12នៃគ្រិស្តសករាជមើលចម្លាក់នាគនិងថ្មគោលវាជាសិល្បៈសម័យបាយ័នស្ថិតនៅក្នុងគម្រោងឆ្នាំ1181និង1220ដើម្បីធ្វើការឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំនិងខេត្តដែលនៅប៉ែកខាងកើតនៃប្រទេសដោយសាងសង់ឆ្លងកាត់ស្ទឹងជីក្រែងស្ពាននេះមានប្រវែង75ម៉ែត្រនិងមានកម្ពស់14ម៉ែត្របណ្ដោយ86ម៉ែត្រទទឹង16ម៉ែត្រនិងកម្ពស់10ម៉ែត្រពីបាតស្ទឹងរុនត្រដេវចំនួន21និងសសរចំនួន20ថ្មដែលគេយកមកសាងសង់គឺប្រើជាថ្មបាយក្រៀមសំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អស្ចារ្យរបស់កម្ពុជាសម័យអង្គរវាជាគំរូដ៏ល្អសម្រាប់សំណង់និងវិស្វកម្មសម័យបច្ចុប្បន្ននិងអនាគតទោះជាមានការទ្រុឌទ្រោមយ៉ាងណាក៏ស្ពាននៅតែមានភាពរឹងមាំនិងមានស្ថិរស្ថេរភាពតទៅមុខទៀតបើសិនជាគ្មានការបំផ្លិចបំផ្លាញឬការបើកបរយន្តឆ្លងកាត់ការទាក់ទាញភ្ញៀវទេសចរនៅតែមាននិងបន្តកំណើនភ្ញៀវជាលំដាប់ហើយប្រជាជនដែលរស់នៅតំបន់នោះមានការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារដោយការលក់វត្ថុអនុស្សាវរីយ៍ការលក់គ្រឿងឧបភោគបរិភោគនិងការផ្ដល់សេវាកម្មផ្សេងៗដល់ភ្ញៀវជាតិនិងអន្តរជាតិតើឡើងដល់ទៅក្នុងសិនទៅក្នុងគឺតើឡើងក្នុងវិញនេះឡើងឃើញបាល់ឡើងត្រង់ទៀតឥឡូវនេះទេឡើងនេះ